ចាប់បានហើយជនល្មើសជាជនជាតិភូមា5នាក់ពាក់ព័ន្ធករណីដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូជ្រៅលោកឧត្តមសេនីយ៍តូសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យដឹងនាថ្ងៃទី26 ខែឧសភាឆ្នាំ2025ថាជនល្មើសចំនួន5នាក់ដែលបានដឹកសពជនជាតិចិនម្នាក់យកទៅកប់នៅស្រុកអូជ្រៅខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងនគរបាលរបស់លោកតាមចាប់បានហើយត្រូវបានតុលាការដេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយជុំវិញករណីរឿងខាងលើនេះលោកឧត្តមសេនីយ៍តូសិទ្ធិឡោះបានបញ្ជាក់ថាកាលពីថ្ងៃទី19 ខែឧសភាឆ្នាំ2025វេលាម៉ោង 19:53 នាទីមានរថយន្ត2គ្រឿងពណ៌ស1គ្រឿងពណ៌ខ្មៅ1គ្រឿងម៉ាកអាល់ផាតបានជាប់ភក់នៅចំណុចផ្លូវលំភូមិបឹងស្នោឃុំស្លកក្រាមស្រុកស្វាយជ័យពេលនោះអ្នកបើករថយន្តនិងអ្នកជិះនៅក្នុងរថយន្តបានរកប្រជាពលរដ្ឋឲ្យជួយទាញរថយន្តចេញពីភក់រួចក៏បានបើកចេញទៅបាត់លុះស្អែកឡើងដោយមានការសង្ស័យប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លាមនោះសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងនោះធ្វើការត្រួតពិនិត្យឃើញមានសាកសពម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល45ឆ្នាំសង្ស័យជាជនជាតិចិនកប់ក្នុងប្រឡាយដោយមានដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអัยការអមសាលាដំបងខេត្តបន្ទាយមានជ័យថ្នាក់ដឹកនាំបានបង្កើតគណៈកម្មការពិនិត្យសាកសពជាលទ្ធផលផ្នែកក្បាលដងខ្លួននិងផ្នែកអវយវៈពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់យោងតាមការសន្និដ្ឋានរបស់លោកវិជ្ជបណ្ឌិតនិងមានការពិនិត្យយ៉ាងល្អិតល្អន់របស់មន្ត្រីជំនាញកោសល្យវិច័យការបំភ្លឺរបស់សាក្សីនិងមានការឯកភាពបឋមពីលោកព្រះរាជអាជ្ញារងសន្និដ្ឋានថាជនរងគ្រោះសង្ស័យស្លាប់ដោយសារគាំងបេះដូងលោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថាក្រោយមានករណីនេះកើតឡើងលោកបានបញ្ជាឲ្យកម្លាំងជំនាញនិងកម្លាំងអធិការនគរបាលស្រុកអូជ្រៅធ្វើការស្រាវជ្រាវតាមរោគរថយន្តនិងមុខសញ្ញាខាងលើរហូតឃាត់ខ្លួនជនល្មើសចំនួន6នាក់ជនជាតិមីយ៉ាន់ម៉ា5នាក់និងជនជាតិចិនម្នាក់ដោយចំណុចការដ្ឋានចិនស្ថិតនៅភូមិប្រាសាទឃុំអូ3ជាន់ស្រុកអូជ្រៅដោយដកហូតរថយន្ត2គ្រឿងពាក់ស្លាកលេខកម្ពុជា ST10.01 លេខសិស្ស LM និងរថយន្តលេខសិស្ស LM ពាក់ស្លាកលេខភ្នំពេញ 2C6968 ក្រោយធ្វើការសាកសួរក្នុងចំណោមជនល្មើសខាងលើបានឆ្លើយអះអាងថាជនរងគ្រោះមានឈ្មោះអាស៊ីមជនជាតិចិនសាកសពជាបុគ្គលិកដែលខ្លួនទទួលយកមកធ្វើការបានមួយរយៈពេលជនរងគ្រោះកើតមានជំងឺក៏ស្លាប់ក្នុងបន្ទប់ពេលនោះពួកខ្លួនភ័យក៏បាននាំកូនចៅជនជាតិភូមាចំនួន5នាក់ទាំងរូបខ្លួនជិះរថយន្ត2គ្រឿងខាងលើដឹកសាកសពជនរងគ្រោះយកទៅចោលនៅព្រៃឆ្ងាយដែលខ្លួនមិនស្គាល់តែម្ដងទៅព្រោះខ្លាចប៉ូលីសឃើញក្រោយបញ្ចប់ការសួរនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបញ្ជូនក្រុមជនល្មើសជនជាតិភូមាទាំង5នាក់ទៅតុលាការរហូតចៅក្រមចេញដីកាឃុំខ្លួនដាក់ពន្ធនាគារតាមត